ថាបាទអ្នកដ៏ចម្រើនហើយក៏ដើរចូលទៅរកព្រះមានព្រះភិក្ខលុះចូលទៅដល់ហើយក៏ក្រាបថ្វាយបង្គំព្រះមានព្រះភិក្ខរួចហើយឈរក្នុងទីដ៏សមគួរលុះអ្នកភ្ងូទឹកឈ្មោះរោសិកៈឈរក្នុងទីដ៏សមគួរហើយក៏ក្រាបបង្គំទូលនៅផតកាលចំពោះព្រះមានព្រះភិក្ខថាបបិទ្ធព្រះអង្គដ៏ចម្រើនកាលនេះជាកាលគួរហើយផាត់ក៏សម្រេចហើយលំដាប់នោះព្រះមានព្រះភិក្ខទ្រង់ស្បង់ប្រដាប់បាតនិងជីវរក្នុងបបញ្ហសម័យហើយស្ដេចចូលទៅក្នុងស្រុកឈ្មោះសាលវតិកានោះព្រមដោយភិក្ខុសង្ឃសម័យនោះឯងអ្នកភ្ងូទឹកឈ្មោះរោសិកៈក៏ដើរតាមក្រោយនៃព្រះមានព្រះភិក្ខវេលានោះអ្នកភ្ងូទឹកឈ្មោះរោសិកៈបានយកសេចក្តីនេះក្រាបបង្គំទូលព្រះមានព្រះភិក្ខថាបបិទ្ធព្រះអង្គដ៏ចម្រើនទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើងដល់លោហិច្ចព្រាមថាសាមណៈព្រាមក្នុងលោកនេះក៏បីបាននៅកុសលធម៌លុះបាននៅកុសលធម៌ហើយមិនក៏បីប្រាប់ដល់អ្នកដតីទេព្រោះថាអ្នកដតីនឹងធ្វើអ្វីឲ្យអ្នកដតីបានដូចជាបុគ្គលកាត់ចំណងចាស់ហើយចងចំណងថ្មីដតីវិញយ៉ាងណាមិញសេចក្តីនេះយ៉ាងនោះដែរអាត្មាអញយល់ថាលោកធម៌ដ៏លិមុអ្នកដតីនឹងធ្វើអ្វីឲ្យអ្នកដតីបានសូមទ្រង់ព្រះមេត្តាប្រោសសូមព្រះមានព្រះភិក្ខជួយដោះលោហិច្ចព្រាមឲ្យរួចចាកទិដ្ឋិអាក្រក់នោះចេញព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាមនាលរោសិកៈកិច្ចប៉ុណ្ណោះមិនមែនជាភារៈនៃតថាគតទេមនាលរោសិកៈកិច្ចប៉ុណ្ណោះមិនសមគួរដល់តថាគតទេរួចព្រះមានព្រះភិក្ខទ្រង់ព្រះដំណើរទៅកាន់លំនៅលោហិច្ចព្រាមនោះលុះចូលទៅដល់ហើយទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយគ្រានោះឯងលោហិច្ចព្រាមបានអង្គាសថ្វាយខាតនិយៈភោជនីយាហារដ៏ឆ្ងាញ់ពិសាដោយដៃខ្លួនឯងចំពោះព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានឲ្យឆ្អែតស្កប់ស្កល់ត្រាតែហាមឃាត់លុះព្រះមានព្រះភិក្ខទ្រង់សោយស្រេចហើយលែងលុកព្រះហស្ថទៅក្នុងបាតហើយលោហិច្ចព្រាមក៏កាន់យកអាសនៈមួយដ៏ទាបហើយអង្គុយក្នុងទីដ៏សមគួរព្រះមានព្រះភិក្ខទ្រង់សួរសេចក្តីនោះចំពោះលោហិច្ចព្រាមដែលអង្គុយក្នុងទីដ៏សមគួរថាមនាលលោហិច្ចៈបានលើថាទិដ្ឋិអាក្រក់នេះកើតឡើងដល់អ្នកថាសមណៈព្រាមក្នុងលោកនេះក៏បីបាននៅកុសលធម៌លុះបាននៅកុសលធម៌ហើយមិនក៏បីប្រាប់ដល់អ្នកដតីទេព្រោះអ្នកដតីនឹងធ្វើអ្វីឲ្យអ្នកដតីបានដូចជាបុគ្គលកាត់ចំណងចាស់ចោលចេញហើយចងនៅចំណងថ្មីដតីវិញយ៉ាងណាមិញសេចក្តីនេះក៏យ៉ាងនោះដែរអាត្មាអញយល់ថាលោកធម៌ដ៏លិមុអ្នកដតីនឹងធ្វើអ្វីឲ្យអ្នកដតីបានដូច្នេះពិតមែនឬលោហិច្ចព្រាមក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនយ៉ាងនោះមែនព្រះអង្គទ្រង់ត្រាស់ថាមនាលលោហិច្ចអ្នកសម្គាល់សេចក្តីនោះដូចម្ដេចអ្នកអាស្រ័យនៅក្នុងស្រុកសាលវតិកាមិនមែនឬលោហិច្ចព្រាមក្រាបបង្គំទូលថាបបិទ្ធព្រះគោតមដ៏ចម្រើនយ៉ាងនោះមែនព្រះអង្គទ្រង់ត្រាស់ថាមនាលលោហិច្ចៈជនណានិយាយយ៉ាងនេះថាលោហិច្ចព្រាមគ្រប់គ្រងស្រុកសាលវតិកាសួយណាដែលកើតឡើងក្នុងស្រុកសាលវតិកាលោហិច្ចព្រាមត្រូវបរិភោគសួយនោះតែម្នាក់ឯងមិនត្រូវឲ្យអ្នកដតីទេបើជននោះនិយាយយ៉ាងនោះតើឈ្មោះថាអ្នកធ្វើសក្តីអន្តរាយដល់ពុញាតិមិត្តនិងកម្មករដែលរស់នៅព្រោះអាស្រ័យនឹងអ្នកឬក៏មិនមែនទេលោហិច្ចព្រាមក្រាបបង្គំទូលថាបបិទ្ធព្រះគោតមដ៏ចម្រើនឈ្មោះថាអ្នកធ្វើសក្តីអន្តរាយមែនព្រះមានព្រះភិក្ខទ្រង់ត្រាស់សួរថាប
បើជននោះឈ្មោះថាអ្នកធ្វើសេចក្តីអន្តរាយតើជននោះនឹងហៅថាអ្នកអនុគ្រោះដោយប្រយោជន៍ដល់ពួកញាតិមិត្តទាំងនោះឬមិនអនុគ្រោះដោយប្រយោជន៍ទេលោហិជ្ជព្រាហ្មណ៍ក្រាបបង្គំទូលថាបបិទ្ធព្រះគោតមដ៏ចម្រើនហៅថាអ្នកមិនអនុគ្រោះដោយប្រយោជន៍ទេព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាបើជននោះមិនអនុគ្រោះដោយប្រយោជន៍ហើយនឹងហៅថាអ្នកតាំងចិត្តមេត្តាទៅរកញាតិមិត្តទាំងនោះឬហៅថាជាសឹកសត្រូវលោហិជ្ជព្រាហ្មណ៍ក្រាបបង្គំទូលថាបបិទ្ធព្រះគោតមដ៏ចម្រើនហៅថាសឹកសត្រូវព្រះអង្គទ្រង់ត្រាស់ថាកាលបើចិត្តជាសឹកសត្រូវតាំងឡើងហើយនឹងហៅថាជននោះជាមច្ឆាទិដ្ឋិឬជាសមាទិដ្ឋិលោហិជ្ជព្រាហ្មណ៍ក្រាបបង្គំទូលថាបបិទ្ធព្រះគោតមដ៏ចម្រើនហៅថាជាមច្ឆាទិដ្ឋិព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាមនាលលោហិជ្ជតថាគតតែងពោលនៅគតិពីរយ៉ាងគឺនរកមួយកំណើតសត្វដេរឆានមួយគតិណាមួយចំពោះជនជាមច្ឆាទិដ្ឋិព្រះមានព្រះភិក្ខទ្រង់ត្រាស់សួរថាមនាលលោហិជ្ជអ្នកសម្គាល់សក្តីនោះដោយម្ដេចក្រែងព្រះបាទបសេនតិកោសលគ្រប់គ្រងដែនកាសីនិងកោសលឬលោហិជ្ជព្រាហ្មណ៍ក្រាបបង្គំទូលថាបបិទ្ធព្រះគោតមដ៏ចម្រើនពិតមែនព្រះមានព្រះភិក្ខត្រាស់ថាមនាលលោហិជ្ជជនណានិយាយយ៉ាងនេះថាព្រះបាទបសេនតិកោសលគ្រប់គ្រងដែនកាសីនិងដែនកោសលសួយណាកើតឡើងក្នុងដែនកសីនិងកោសលព្រះបាទបសេនតិកោសលទ្រង់បរិភោគសួយនោះតែមួយព្រះអង្គឯងមិនត្រូវប្រទានដល់ពួកជនដទៃទេបើជននោះនិយាយយ៉ាងនេះតើនឹងចាត់ជាអ្នកធ្វើសក្តីអន្តរាយដល់អ្នកទាំងឡាយនិងពួកជនដទៃដែលរស់នៅដោយសារព្រះបាទបសេនតិកោសលនោះឬមិនមែនទេបបិទ្ធព្រះគោតមដ៏ចម្រើនចាត់ជាអ្នកធ្វើសក្តីអន្តរាយបើចាត់ជាអ្នកធ្វើសក្តីអន្តរាយហើយតើនឹងចាត់ជាអ្នកអនុគ្រោះដោយប្រយោជន៍ដល់ពួកជនទាំងនោះឬមិនចាត់ជាអ្នកអនុគ្រោះដោយប្រយោជន៍ទេបបិទ្ធព្រះគោតមដ៏ចម្រើនមិនចាត់ជាអ្នកអនុគ្រោះដោយប្រយោជន៍ទេបើមិនចាត់ជននោះជាអ្នកអនុគ្រោះដោយប្រយោជន៍ទេតើនឹងចាត់ថាជាអ្នកតាំងមេត្តាចិត្តទៅរកញាតិមិត្តទាំងនោះឬចាត់ជាសឹកសត្រូវបបិទ្ធព្រះគោតមដ៏ចម្រើនចាត់ថាជាសឹកសត្រូវកាលបើចិត្តជាសឹកសត្រូវកើតឡើងហើយតើនឹងចាត់ជននោះជាមច្ឆាទិដ្ឋិឬជាសមាទិដ្ឋិបបិទ្ធព្រះគោតមដ៏ចម្រើនចាត់ថាជាមច្ឆាទិដ្ឋិមនាលលោហិជ្ជតថាគតតែងសម្ដែងនៅគតិពីរយ៉ាងគឺនរកមួយកំណើតសត្វដេរឆានមួយគតិណាមួយចំពោះជនជាមច្ឆាទិដ្ឋិមនាលលោហិជ្ជបានលើមកថាជនណាមួយនិយាយយ៉ាងនេះថាលោហិជ្ជព្រាហ្មណ៍នៅគ្រប់គ្រងស្រុកសាលវតិកាសួយណាដែលកើតឡើងក្នុងស្រុកសាលវតិកាលោហិជ្ជព្រាហ្មណ៍ត្រូវបរិភោគសួយនោះតែម្នាក់ឯងមិនត្រូវឲ្យដល់ពួកជនដទៃទេបើជននោះនិយាយយ៉ាងនេះឈ្មោះថាជាអ្នកធ្វើសក្តីអន្តរាយដល់ពួកញាតិមិត្តនិងកម្មករដែលនៅដោយសារអ្នកកាលបើជាអ្នកធ្វើសក្តីអន្តរាយហើយឈ្មោះថាជាអ្នកមិនអនុគ្រោះដោយប្រយោជន៍កាលបើមិនអនុគ្រោះដោយប្រយោជន៍ហើយចិត្តជាសឹកសត្រូវក៏កើតប្រកបឡើងកាលបើចិត្តជាសឹកសត្រូវកើតប្រកបឡើងហើយបុគ្គលនោះឈ្មោះថាជាមច្ឆាទិដ្ឋិមនាលលោហិជ្ជយ៉ាងនឹងហើយបើជនណាមួយនិយាយយ៉ាងនេះថាសាមណព្រាហ្មណ៍ក្នុងលោកនេះក៏បីបានសម្រេចកុសលធម៌លុះបានសម្រេចកុសលធម៌ហើយមិនក៏បីប្រាប់ដល់បុគ្គលដទៃទេព្រោះថាបុគ្គលដទៃនឹងធ្វើអ្វីឲ្យបុគ្គលដទៃបានដោយបុគ្គលកាត់ចំណងចាស់ចោលចេញនឹងធ្វើជនដែលនិយាយយ៉ាងនេះនោះឈ្មោះថាជាអ្នកធ្វើសក្តីអន្តរាយដល់ពួក
គលបុត្រអ្នកអាស្រ័យនៅធម៌វិន័យដែលតថាគតបានប្រកាសស្រេចហើយបានសម្រេចគុណវិសេសដ៏លើសលប់មានសភាពយ៉ាងនោះទាំងធ្វើឲ្យជាក់ច្បាស់នៅសោតាបតិផលខ្លះធ្វើឲ្យជាក់ច្បាស់នៅសកតាគាមិផលខ្លះធ្វើឲ្យជាក់ច្បាស់នៅអនាគាមិផលខ្លះធ្វើឲ្យជាក់ច្បាស់នៅអរហត្តផលខ្លះទាំងដល់ពុគលបុត្រដែលស្ដាប់ធម្មទេសនារបស់ព្រះតថាគតហើយតែមិនទាន់បានលុះអរិយភូមិនៅឡើយគ្រាន់តែបង្អោនចិត្តទៅកាន់ទេវលោកដើម្បីកើតក្នុងទេវលោកកាលបើជាអ្នកធ្វើសក្តីអន្តរាយហើយឈ្មោះថាជាអ្នកមិនអនុគ្រោះដោយប្រយោជន៍កាលបើមិនអនុគ្រោះដោយប្រយោជន៍ហើយចិត្តជាសត្រូវក៏កើតប្រកបឡើងកាលបើចិត្តជាសត្រូវកើតប្រកបហើយជននោះឈ្មោះថាជាមច្ឆាទិដ្ឋិមនាលោហិច្ចៈតថាគតតែងពោលនៅកតិពីរយ៉ាងគឺនរុមួយកំណើតសត្វដេរឆានមួយកតិណាមួយចំពោះជនជាមច្ឆាទិដ្ឋិមនាលោហិច្ចៈបានលើមកថាជនណាមួយនិយាយយ៉ាងនេះថាព្រះបាទបសេនតិកោសលនៅគ្រប់គ្រងដែនកាសីនិងកុសលសួយណាដែលកើតឡើងក្នុងដែនកាសីនិងកុសលព្រះបាទបសេនតិកោសលត្រូវសោយសួយនោះតែមួយព្រះអង្គឯងមិនត្រូវប្រទានដល់ពុជនឯទៀតទេជនដែលនិយាយយ៉ាងនេះនោះឈ្មោះថាជាអ្នកធ្វើសក្តីអន្តរាយដល់រាជបរិពាគឺពួកអ្នករាល់គ្នានិងពុជនឯទៀតដែលរស់នៅដោយសារព្រះបាទបសេនតិកោសលកាលបើជាអ្នកធ្វើសក្តីអន្តរាយហើយឈ្មោះថាជាអ្នកមិនអនុគ្រោះដោយប្រយោជន៍កាលបើមិនអនុគ្រោះដោយប្រយោជន៍ហើយចិត្តជាសឹកសត្រូវឈ្មោះថាកើតប្រកបឡើងកាលបើចិត្តជាសឹកសត្រូវកើតប្រកបហើយជននោះឈ្មោះថាជាមច្ឆាទិដ្ឋិមនាលលោហិច្ចៈយ៉ាងនឹងហើយបើជនណាមួយនិយាយយ៉ាងនេះថាសាមណៈឬព្រាហ្មណ៍ក្នុងលោកនេះក៏បីបានសម្រេចកុសលធម៌លុះបានសម្រេចកុសលធម៌ហើយមិនក៏បីប្រាប់បុគ្គលឯទៀតទេព្រោះថាបុគ្គលឯទៀតនឹងធ្វើអ្វីឲ្យបុគ្គលឯទៀតបានដូចជាបុគ្គលកាត់ចំណងចាស់ចោលចេញហើយចងចំណងថ្មីដតីទៀតឡើងវិញដូច្នេះឯងខ្ញុំយល់ថាលោកធម៌ជាអំពើដ៏លាមុខព្រោះហេតុថាបុគ្គលឯទៀតនឹងធ្វើអ្វីឲ្យបុគ្គលឯទៀតកើតជនដែលនិយាយយ៉ាងនេះនោះឈ្មោះថាជាអ្នកធ្វើសក្តីអន្តរាយដល់ពួកគលបុត្រដែលអាស្រ័យនៅធម្មវិន័យដែលតថាគតសម្ដែងហើយបានសម្រេចគុណវិសេសដ៏លើសលប់មានសភាពយ៉ាងនេះហើយធ្វើឲ្យជាក់ច្បាស់នៅសោតាបតិផលខ្លះធ្វើឲ្យជាក់ច្បាស់នៅសកតាគាមិផលខ្លះធ្វើឲ្យជាក់ច្បាស់នៅអនាគាមិផលខ្លះធ្វើឲ្យជាក់ច្បាស់នៅអរហត្តផលខ្លះទាំងដល់ពុគលបុត្រដែលបានស្ដាប់ធម្មទេសនារបស់តថាគតហើយតែមិនទាន់បានលុះអរិយភូមិនៅឡើយគ្រាន់តែបង្អោនចិត្តទៅកាន់ទេវលោកដើម្បីកើតក្នុងទេវលោកកាលបើជាអ្នកធ្វើសក្តីអន្តរាយហើយឈ្មោះថាជាអ្នកមិនអនុគ្រោះដោយប្រយោជន៍កាលបើមិនអនុគ្រោះដោយប្រយោជន៍ចិត្តជាសឹកសត្រូវឈ្មោះថាកើតប្រកបឡើងកាលបើចិត្តជាសឹកសត្រូវកើតឡើងហើយជននោះឈ្មោះថាមិច្ឆាទិដ្ឋិមនាលោហិច្ចៈតថាគតតែងពោលនៅកតិពីរយ៉ាងគឺនរុមួយកំណើតសត្វដេរឆានមួយកតិណាមួយចំពោះជនជាមិច្ឆាទិដ្ឋិមនាលោហិច្ចៈគ្រូទាំង3ពួកនេះដែលគួរដល់ការចោទប្រកាន់បានក្នុងលោកមួយទៀតជនណាចោទប្រកាន់ពួកគ្រូដែលមានសភាពយ៉ាងនេះការចោទប្រកាន់នោះជាការពិតប្រកបដោយធម៌ឥតទោសទេគ្រូទាំង3ពួកនោះតើដូចម្ដេចខ្លះមនាលោហិច្ចៈគ្រូពួកខ្លះ
ក្នុងលោកនេះចេញចាក់ផ្ទះហើយចូលទៅកាន់ភ្នោះដើម្បីប្រយោជន៍ដល់សាមញ្ញជនណាប្រយោជន៍នៃសាមញ្ញជននោះគ្រូនោះមិនបានសម្រេចឡើយគ្រូនោះមិនបានសម្រេចប្រយោជន៍នៃសាមញ្ញជននោះហើយសម្ដែងធម៌ដល់ពួកសាវកថាអំពើនេះប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់អ្នកទាំងឡាយអំពើនេះប្រព្រឹត្តទៅដើម្បីសេចក្តីសុខដល់អ្នកទាំងឡាយពួកសាវករបស់គ្រូនោះរមែងមិនស្ដាប់មិនផ្ទៀងត្រចៀកស្ដាប់មិនតាំងចិត្តប្រុងស្ដាប់ដើម្បីឲ្យដឹងច្បាស់ឡើយមានតែនាំគ្នាប្រព្រឹត្តកិច្ចចេញចាក់ពាក្យប្រដៅរបស់គ្រូនោះអ្នកផងគួរចោទប្រកាន់យ៉ាងនេះថាលោកមានអាយុចេញចាកផ្ទះហើយចូលទៅកាន់ភ្នោះដើម្បីប្រយោជន៍ដល់សាមញ្ញជនណាបើប្រយោជន៍នៃសាមញ្ញជននោះលោកមិនទាន់បានសម្រេចទេលោកមិនទាន់បានសម្រេចប្រយោជន៍នៃសាមញ្ញជននោះហើយសម្ដែងធម៌ដល់ពួកសាវកថាអំពើនេះប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់អ្នកទាំងឡាយអំពើនេះប្រព្រឹត្តទៅដើម្បីសេចក្តីសុខដល់អ្នកទាំងឡាយសាវកទាំងនោះរបស់លោករមែងមិនស្ដាប់មិនផ្ទៀងត្រចៀកស្ដាប់មិនតាំងចិត្តប្រុងស្ដាប់ដើម្បីឲ្យដឹងច្បាស់មានតែនាំគ្នាប្រព្រឹត្តកិច្ចចេញចាក់ពាក្យប្រដៅរបស់គ្រូបុរសចូលទៅរកស្ត្រីដែលមិនស្ម័គ្រ